ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានជួបគ្នាជាមួយនឹងខ្ញុំបាទខាត់ស្តង់ដារទៀតហើយតាក់ទងទៅនឹងព័ត៌មានជាតិនិងអន្តរជាតិថ្មីក្នុងដៃលោកនេះពុកម៉ែបងប្អូនមានរឿងត្រូវតាមដានទៀតហើយមកមានរឿងទៀតហើយថៃខេត្តភៀកខាងត្បូងមេតបកំពូលផ្នែកស៊ើបអង្កេតសម្ងាត់និងជាមេតបកំពូលផ្នែកដោះក្របបែករបស់ថៃណាជាប្រធានផ្នែកស៊ើបការសម្ងាត់តែម្ដងត្រូវបានបាញ់សម្លាប់បាត់ទៅហើយនៅពេលនេះក្នុងការប៉ះទង្គិចគ្នាជាមួយនឹងក្រុមផ្ដាច់ខ្លួននៅខេត្តភៀកខាងត្បូងជាប់នឹងព្រំដែនម៉ាឡេស៊ីស្ថានភាពនៅខេត្តភៀកខាងត្បូងប្រទេសថៃឡើងកម្ដៅខ្លាំងដោយកងកម្លាំងថៃបានទុះអាវុធជាមួយនឹងក្រុមផ្ដាច់ខ្លួនបណ្ដាលឲ្យមេក្រុមស៊ើបអង្កេតនិងជាមេក្រុមដោះគ្រាប់បែកដោយជំនាញផុតលេខរបស់ថៃម្នាក់បានស្លាប់ដោយសារតែខ្មាន់កំភ្លើងបាញ់ចំកណ្ដាលក្បាលតែម្ដងបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានខៅសតនៅថ្ងៃពុធទី15ខែតុលាឆ្នាំ2025អ្នកឈ្មោះមានឈ្មោះថាសុំស័កណាក់សាន់គឺជាមេក្រុមដោះគ្រាប់បែកជំនាញផុតលេខមកពីអង្គភាពល្បាតព្រំដែនលេខ444មន្ត្រីម្នាក់នេះត្រូវបានខ្មាន់កំភ្លើងបាញ់ចំកណ្ដាលក្បាលស្លាប់ភ្លាមនៅនឹងកន្លែងពេលចុះធ្វើប្រតិបត្តិការក្នុងការប្រយុទ្ធគ្នាយ៉ាងចាស់ដៃជាមួយនឹងក្រុមផ្ដាច់ខ្លួននៅក្បែរវិទ្យាស្ថានមួយក្នុងភូមិលេខ4ឃុំបានកែវស្រុកបាសៃបូរីនៃទឹកដីខេត្តផាតានីភៀកខាងត្បូងប្រទេសថៃសូមបញ្ជាក់ខេត្តផាតានីនេះគឺជាអតីតដែនដីរបស់ម៉ាឡេស៊ីដែលថៃកាត់យកក្រោយការវាយប្រហារនេះមន្ត្រីថៃបានបើកការស៊ើបអង្កេតរកជនល្មើសជាបន្ទាន់និងថែមទាំងដាក់ពង្រាយកងកម្លាំងឆ្មាំសន្តិសុខជាតិថៃដើម្បីពង្រឹងសន្តិសុខហើយបង្កើនការប្រុងប្រយ័ត្នឈានដល់កម្រិតប្រកាសអាសន្នដាក់ពណ៌ក្រហមតែម្ដងបើយើងនិយាយអំពីស្ថានភាពវិញប៉ុន្មានខែចុងក្រោយនេះស្ថានភាពនៅខេត្តភៀកខាងត្បូងប្រទេសថៃបានឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំងបំផុតដោយសារតែមានការវាយប្រហារបណ្ដាក់គ្នាដូចខ្យងមិនលួថ្ងៃដល់ឋានៈថៃត្រូវបង្ខំចិត្តផ្លាស់ប្ដូរសមាជិកមេតបកំពូលដើម្បីទប់ទល់នឹងភាពវឹកវរនៅខេត្តភៀកខាងត្បូងទាំង4ជាប់នឹងព្រំដែនម៉ាឡេស៊ីហេតុការណ៍ធំបំផុតនាពេលចុងក្រោយគឺកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យទី5ខែតុលាឆ្នាំ2025ដែលជាករណីក្រុមចោរចូលប្លន់ហាងមាសយ៉ាវរ៉ាត់គ្រុនធីបក្នុងផ្សារទំនើប Big C នៅស្រុកស៊ូងៃខឡុកនៃខេត្តនរាធិវត្តន៍ប្រទេសថៃដែលបានប្លន់យកគ្រឿងអលង្ការសរុបជាថវិកាជិត$1 លានសហរដ្ឋអាមេរិកឯណោះសមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ហើយថាពួកគេគឺជាក្រុមបះបោរហើយរត់ចូលទៅក្នុងទឹកដីប្រទេសម៉ាឡេស៊ីខណៈពួកគេធ្វើសកម្មភាពនេះដើម្បីយកប្រាក់ទៅផ្គត់ផ្គង់បណ្ដាញផ្ដាច់ខ្លួនរបស់ពួកគេដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងអគ្គមេបញ្ជាការកងទ័ពជើងគោកថៃផាណាបានបដូរយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាពលគឺលោកបានតែងតាំងលោកណារ៉ាធីបបាទផុយណុកឲ្យទៅដឹកនាំភូមិភាគទី4របស់ថៃវិញបន្ថែមពីលើការតែងតាំងមេតបថ្មីជាច្រើនលោកផាណាក៏ងាកទៅប្រើយុទ្ធសាស្ត្ររបស់មេបញ្ជាការមុនផងដែរតាមរយៈការចល័តកងទ័ពបាទពីគ្រប់ភូមិភាគទាំងអស់ដើម្បីពង្រឹងនិងគ្រប់គ្រងប្រតិបត្តិការនៅខេត្តភៀកខាងត្បូងប្រទេសថៃដោយខ្ញុំលើកឡើងចឹងអាយ៉ោដីគេនោះវាមិនស្រួលទេណា4ខេត្តក្លុកប៉ុណ្ណឹងឲ្យចុះ37ខេត្តដែលយកពីខ្មែរបើសិនជាក្លុកអញ្ចឹងណាថៃងាប់ឈរ4ខេត្តហ្នឹងដីម៉ាឡេស៊ីណាសូមជម្រាបណារាធិវត្តន៍ផាតានីហ្នឹងសង្ខឡានិងយ៉ាឡា4ខេត្តហ្នឹងគឺលោកអត់បានទេឥឡូវនេះទៅនេះមេតបកំពូលផ្នែកស៊ើបអង្កេតនឹងដោះក្របបែករបស់ថៃទៅបាត់ណាទៅបាត់ដូច្នេះពុកម៉ែបងប្អូនទាំងអស់គ្នាតាក់ទងបាទទៅនឹងព័ត៌មាននេះ share ទាំងអស់គ្នាអាហ្នឹងឯងគេហៅថាកម្មយកដីគេណាយកដីគេបានមែនក៏ប៉ុន្តែប្រជាជនដែលរស់នៅលើដីហ្នឹងគេមិនព្រមស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃទេតែតែបើការវាយប្រហារបានទៅលើប្រទេសថៃហ្នឹងគឺជាបន្តតែម្ដងជាចុងក្រោយសូមជម្រាបលាបាទ